នេះថ្ងៃនេះបងមានលំហាត់ចំនួនកុំភ្លេចមួយក្នុងការចែកដើម្បីទៅកាន់បងប្អូនទាំងគ្នាអញ្ចឹងគេឲ្យយើងទៅសេកខកនឹងជាតម្រងទៅកោណមៀតនៃចំនួនកុំភ្លេចណាអញ្ចឹងយើងពិនិត្យមើលតិចមើលលំហាត់កខនឹងវាខុសគ្នាអីគេខ្លះតែពិតវាដូចគ្នាទៅទាំងអស់ទេវាខុសតែទិសដៅទេណាដូចអាលំហាត់កអញ្ចឹងទិសដៅវាវិជ្ជមានទាំងពិតនិងផ្នែកនិមិត្តចំណែកខផ្នែកពិតអវិជ្ជមានផ្នែកនិមិត្តវិជ្ជមានអញ្ចឹងគឺយើងមានគ្រប់រសជាតិទាំងអស់អញ្ចឹងយើងទៅដោះស្រាយវាទាំងអស់គ្នាថាតើចម្លើយរបស់វាចេញមកបែបណាអញ្ចឹងលោកគ្រូនឹងប្រាប់វិធីសាស្ត្រឲ្យយើងគិតឲ្យបានលឿនហើយស្រួលចំណាំអញ្ចឹងមកកយើងទៅសេវាជាតម្រងត្រីកោណមៀតដាក់តិចមកកអញ្ចឹងទៅសេវាជាតម្រងត្រីកោណមៀតដែលកយើងនេះគឺគេឲ្យមករឹសការ៉េនៃ3ធៀបឲ្យ2បូកឲ្យ e 1ធៀបឲ្យ2អញ្ចឹងអានេះយើងមើលកន្លះនៅខាង e 1 លើ 2 ហ្នឹងយើងមានន័យថាវាកន្លះអញ្ចឹងបើកន្លះនៅខាង e គឺគេបានបំផៃលើ6អញ្ចឹងយ៉ាជាស្រ័យអញ្ចឹង z របស់យើងស្មើនឹងកុសផៃលើ6បូកឲ្យ e ស៊ីនផៃលើ6បាទអញ្ចឹងលំហាត់ករបស់យើងឃើញចម្លើយមួយហើយខម្ដងខវាផ្នែកពិតយើងអវិជ្ជមានអញ្ចឹងបើផ្នែកពិតអវិជ្ជមានអញ្ចឹងគេបានមុំប្រមាណតោះគ្នាយើងទៅមើលអស់គ្នាខគឺឲ្យ z មកគឺដករឹសការ៉េ3នៅលើ2បូកឲ្យ e 1នៅលើ2អញ្ចឹងយើងធ្វើការចំណាំណាអ្នកនរគ្នាប្រសិនបើវាដកនៅខាងមុខយើងចាំឲ្យមែនតើដកនៅខាងមុខគឺគេបានភាគយកនឹងតូចជាងភាគបែងមួយលេខឲ្យតែដកនៅខាងមុខបើដកនៅខាងមុខភាគយកតូចជាងភាគបែងមួយលេខអញ្ចឹងអានេះកន្លះខាង e ទៀតហើយជាងមុំផៃលើ6អញ្ចឹង z របស់យើងនេះបានកុសយើងដឹងតែផៃលើ6ចុះបើសិនជាភាគយកតូចជាងភាគបែងមួយលេខអញ្ចឹងគឺគេបាន5ផៃលើ6អញ្ចឹងបូកអានេះ e ស៊ីន5ផៃលើ6នេះគឺជាចម្លើយយើងចំណាំខ្លួនឯងណាដកនៅផ្នែកពិតដកតែម្ខាងឯងដកខាងមុខហើយខាងក្រោយគឺផ្នែកនិមិត្តហ្នឹងវិជ្ជមានគឺគេបានភាគយកតូចជាងភាគបែងមួយលេខអញ្ចឹងលេខ5វាតូចជាងភាគបែងមួយលេខគឺលេខ6អញ្ចឹង5ផៃលើ6អក្សរកម្ដងកគឺឲ្យ z មកស្មើនឹងយើងកគឺអវិជ្ជមានទាំងអស់ដកឬការ៉េ3នៅលើ2ដកឲ្យ e 1លើ2បើដកទាំងពីរអញ្ចឹងគឺគេបានភាគយកធំជាងភាគបែងមួយលេខវិញហ្នឹងអញ្ចឹង z របស់យើងស្មើហ្នឹងយើងធំជាងមួយលេខវិញគឺ7ផៃលើ6បូក e ស៊ីន7ផៃលើ6យើងរៀនចំណាំខ្លួនឯងណាយើងរៀនចំណាំខ្លួនឯងអញ្ចឹងបើដកនៅខាងមុខភាគយកតូចជាងភាគបែងមួយលេខបើដកទាំងពីរដកទាំងភាគផ្នែកពិតនិងផ្នែកនិមិត្តគឺភាគយកធំជាងភាគបែងមួយលេខតោះយើងមើលសខរបស់យើងក៏ឲ្យ z មកស្មើនឹងយើងរឹសការ៉េ3នៅលើ2ដកឲ្យ e 1នៅលើ2អានេះដកនៅកដាលយើងចំណាំដកផ្នែកនិមិត្តដកនៅកដាលអញ្ចឹងយើងយកភាគបែងគុណ2ដក1យ៉ាអញ្ចឹង z របស់យើងគឺស្មើនឹងកុសភាគបែងគុណ2ដក1អញ្ចឹងស្មើនឹង11ផៃនៅលើ6 11ផៃនៅលើ6នេះគឺជាចម្លើយរបស់យើងអញ្ចឹងយើងរៀនចំណាំខ្លួនឯងកាលណាវិជ្ជមានផ្នែកពិតវិជ្ជមានផ្នែកពិតផងនិមិត្តផងឬក៏វិជ្ជមានតែផ្នែកនិមិត្តនោះវាស្មើអីអានេះគឺជាវិធីសាស្ត្រមួយក្នុងការដោះស្រាយលំហាត់ផ្សេងទៀតអញ្ចឹងថ្ងៃនេះវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយទៀត